មនុស្សចិត្តចង្អៀតសម្បូរណាស់មនុស្សចិត្តចង្អៀតមនុស្សមានតែអញទេល្អមនុស្សពូកែទឹះមនុស្សខ្វះមេត្តាចិត្តមើលឃើញគេតែផ្នែកខាងអាក្រក់មនុស្សប្រភេទនេះរស់នៅមិនសុខទេព្រោះក្តៅក្រហាយរាល់ថ្ងៃហើយមានពៀវេរាវែងឆ្ងាយទៀតផងមនុស្សអត់ហេតុផលអ្នកខ្លះអត់ហេតុផលទេនិយាយយកតែឈ្នះមិនចេះស្ដាប់អ្នកណាឡើយទោះបីអ្នកខំពន្យល់យ៉ាងណាក៏គេមិនព្រមយល់ដែរអ្នកគ្មានហេតុផលអីនឹងត្រូវនិយាយទៀតទេតែអ្នកត្រូវរក្សាការប្រព្រឹត្តរបស់ខ្លួនឲ្យបានល្អធ្វើជាមនុស្សរឹងប៉ឹងកំណត់ដឹងថាគាត់នឹងតែចឹងឯងជជែកចង់ឈ្នះបើជជែកវែកញែកដើម្បីការរីកចម្រើនជជែកចុះតែបើគ្រាន់តែចង់ឈ្នះហើយបង្កចំនួនគ្មានហេតុផលអីនឹងត្រូវដុតខ្លួនឯងដោយភ្លើងកំហឹងនោះទេបើគេក្តៅឲ្យគេក្តៅតែឯងទៅចុះកុំអោបភ្លើងក្នុងចិត្តអ្នកអីកើតហើយរលត់ទៅវិញរឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញមិនទៀងទាត់ទេមិននៅជាអមតៈឡើយតែបើអ្នកនឹកនាវាញឹកញាប់ពេកវានឹងមករកអ្នកវិញរឿយតែអ្នកអាចរំលឹកដល់អំពើល្អបុណ្យកុសលដែលអ្នកបានធ្វើការនឹកនោះជួយអ្នកឲ្យបានរីករាយសារជាថ្មីតម្លៃនៃការងារបង្ហាញពីចរិតមនុស្សការងារបានដល់កម្មជាអ្នកឲ្យតម្លៃអ្នកទទួលយកវាទៅធ្វើបើកាន់ការងារណាហើយត្រូវប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមផលល្អនឹងបានត្រឡប់តបស្នងមកវិញប្រណាំងប្រជែងការប្រណាំងប្រជែងការចង់ចាញ់ចង់ឈ្នះជាហេតុនាំឲ្យខ្វល់ចិត្តអ្នកនៅតែប្រឹងប្រែងអ្នកនៅតែតស៊ូយកឈ្នះអកុសលក្នុងចិត្តអ្នកឈ្នះនៅភាពខ្ជិលច្រអូសឈ្នះនៅចិត្តកំណាញ់ចិត្តច្រណែនជាដើមនោះទើបជាការឈ្នះដ៏ប្រសើររលឹកត្រូវភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់ទៅបន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងតាមការផ្លាស់ប្ដូររបៀបគិតរបស់អ្នកកម្មមិនភ្លេចអ្នកសាងអំពើដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីនឹងផ្ដល់ផលត្រឡប់មកអ្នកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះអ្នកខ្លះអាចរត់គេចពីសំណាញ់ច្បាប់នៅពេលបច្ចុប្បន្នបានតែអ្នកមិនអាចរត់គេចពីសំណាញ់កម្មបានទេចូលព្យាយាមសាងតែអំពើល្អពូជល្អនឹងនាំផលល្អមកឲ្យជួយសម្រាលទុក្ខគ្នាម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបង្កើតសេចក្តីទុក្ខដល់អ្នកដទៃឡើយគួរប្រើកាយវាចាចិត្តអ្នកជួយសម្រាលទុក្ខសពសត្វដែលអ្នកបានជួប
យើងគ្រប់គ្នាជាអ្នករួមទុកក្នុងវាលវត្តសង្សារជាមួយគ្នាក្តីសង្ឃឹមនឹងការពិតបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនោះច្រើនមិនខានរឿងរ៉ាវខាងក្រៅអ្នកមិនអាចបង្គាប់បញ្ជាវាបានទាំងស្រុងទេរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អពូជណាផ្លែនឹងដាំគ្រាប់ពូជត្រូវការពេលទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ទីណាក៏ដោយដូរគំនិតដូរវាសនាអភិវឌ្ឍខ្លួនអ្នកពីកាយវាចាចិត្តមិនល្អទៅជាកាយវិការសមរម្យសម្ដីសម្ដៅពីរោះពិសាចិត្តគំនិតនឹងថឹងអ្នកคล้ายជាមនុស្សមានតម្លៃមានប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងជោគវាសនាអ្នកទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផង99%មនុស្សមិនល្អ 100% ទេរៀនមើលចំណុចល្អគេខ្លះរៀនឲ្យតម្លៃគេរៀនលើកទឹកចិត្តគ្នាទើបរស់នៅជាមួយគ្នាបានសុខអ្នកនៅតែជួយណែនាំបើមានខុសឆ្គងតែត្រូវធ្វើដោយមេត្តានិងបញ្ញាធម្មជាតិប្រែប្រួលអ្វីតែងប្រែប្រួលតាមដំណើរនៃធម្មជាតិមិនអាចបង្គាប់បញ្ជាបានទេសុខទុក្ខក៏ប្រែប្រួលកាយចិត្តអ្នកក៏ប្រែប្រួលរៀនរស់នៅតាមដំណើរនៃការប្រែប្រួលទើបមិនសោកសៅឆ្លើយតបការឆ្លើយតបដោយភាពនឹងថឹងបង្ហាញពីភាពចាស់ទុំផ្នែកចិត្តគំនិតកំហឹងធ្វើឲ្យចិត្តញ័រមាត់ក៏ញ័រសម្រេចចិត្តមិនសូវបានល្អហើយច្រើនតែនាំឲ្យមានវិប្បដិសារៈជាខាងក្រោយសុខទុក្ខសុខនិងទុក្ខភាគច្រើនអាស្រ័យលើរបៀបគិតអ្នកបើអ្នកគិតថាគេធ្វើអាក្រក់ដាក់អ្នកគេស្អប់អ្នកគេនិយាយមិនល្អពីអ្នកនឹងមិនបានសុខក្នុងចិត្តទេចូលព្យាយាមស្ដាប់ធម៌ចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលបញ្ញាជួយអ្នកឲ្យគិតត្រូវមិនសូវមានទុក្ខឡើយហេតុនៃសេចក្តីទុក្ខការជាប់ជំពាក់ហួងហែងវក់ចិត្តជាប់នឹងអ្វីមួយជាមនុស្សក្តីជាសត្វក្តីជាសម្ភារៈក្តីជាមូលហេតុនៃសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយក្នុងចិត្តហួងហែងថែរក្សាខ្លាចបាត់បង់ហើយពេលបាត់បង់ក៏កើតទុក្ខទូមនោះសោកសៅបើចង់ស្រាលពីសេចក្តីទុក្ខត្រូវកាត់បន្ថយការជាប់ជំពាក់ហួងហែង
ខួរក្បាលប្រើប្រាស់ខួរក្បាលអ្នកជាឃ្លាំងសម្រាប់ផ្ទុកធាតុល្អទាំងឡាយសំដៅដល់កុសលធម៌ព្យាយាមសន្សំកាយវាចាចិត្តល្អរឿយអ្នកនឹងបានចម្រើនដោយភាពត្រជាក់ត្រជុំកម្មជាអ្នកចាត់ចែងពាក្យថារីករាយពេលគេបានជោគជ័យស្រួលនិយាយតែពិបាកធ្វើព្រោះចិត្តនៅចំណែនច្រើនបញ្ញាយល់ឃើញច្បាស់ថាកម្មល្អនាំឲ្យបានផលល្អកម្មអាក្រក់នាំឲ្យបានផលអាក្រក់កម្លាំងនៃបញ្ញាជួយកាត់បន្ថយចិត្តចំណែនហើយមិននាំទុក្ខមកក្នុងចិត្តឡើយដាំចិត្តស្រឡាញ់សាបព្រោះសេចក្តីស្រឡាញ់ដោយមិនប្រាថ្នាការតបស្នងអ្នកនឹងបានចម្រើនដោយសេចក្តីសុខស្ងប់ភាពត្រជាក់ត្រជុំធ្វើល្អហើយបើគេដឹងជាបុណ្យរបស់គេបើគេមិនដឹងយើងបានធ្វើល្អរួចហើយព្រមតាមសមត្ថភាពអ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើទេខិតខំប្រឹងប្រែងធ្វើអ្វីដែលអ្នកអាចធ្វើបានហើយត្រូវចេះទទួលស្គាល់ថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំហើយព្យាយាមខុសទំនងការព្យាយាមខុសទំនងមិននាំមកនៅប្រយោជន៍ពិតប្រាកដទេការព្យាយាមប្រកបដោយបញ្ញាទើបបានផលគបប្រសើរប្រាជ្ញាទុកដូចជាភ្នែកវិរិយៈការព្យាយាមទុកដូចជាជើងដើរថ្ងៃហេងថ្ងៃសូយថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិវាមិនល្អមិនអាក្រក់ទេបើចិត្តល្អចិត្តជ្រះថ្លាក៏សន្មត់ថាជាថ្ងៃមង្គលទៅបើចិត្តអ្នកអាក្រក់មួម៉ៅក៏សន្មត់ថាជាថ្ងៃអពមង្គលទៅអាក្រក់ឬល្អអាស្រ័យនៅនឹងចិត្តអ្នកបង្គាប់បញ្ជាមិនបានអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវខាងក្រៅបានទាំងស្រុងទេបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងគួរហាត់ពុតលត់ដំចិត្តត្រៀមខ្លួនទទួលរឿងទាំងឡាយនោះដោយស្មារតីកំណត់ដឹងថាខ្សែជីវិតមានឡើងមានចុះតាមកម្លាំងកម្មរៀងខ្លួនរឿងរ៉ាវអាក្រក់ដំបៅជំងឺទឹកនោមផ្អែមគេសុខចិត្តកាត់ចេញដើម្បីកុំឲ្យវារាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយអ្នកក៏គួរកាត់ចេញនៅរឿងរ៉ាវអាក្រក់តែតាមលងបន្លាចចិត្តអ្នកដើម្បីកុំឲ្យវាប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃជីវិតអ្នកជួយព្យាបាលវិបត្តិផ្លូវចិត្តខ្លួនអ្នកអាចជាគ្រូពេទ្យសង្គ្រោះអ្នកមានវិបត្តិផ្លូវចិត្តបានដោយគ្រាន់តែធ្វើជាមិត្តភក្តិល្អស្វែងយល់ពីការលំបាករបស់គាត់ជួយរក្សាអាថ៌កំបាំងរបស់គាត់ផ្ដល់ក្តីស្រឡាញ់ដោយឥតលាក់លៀមនិងផ្ដល់កម្លាំងចិត្តដល់គាត់គ្រប់គ្នាសុទ្ធតែមានទុក្ខគួរមានចិត្តករុណា
ជួយសង្គ្រោះគ្នាដោយសត្វចិត្តអ្នកឈ្មោះថាបានធ្វើមហាបុណ្យដ៏ធំក្រៃលែងចំណុចចាប់ផ្ដើមផ្សេងគ្នាម្នាក់ឆ្លងកាត់រឿងរ៉ាវផ្សេងគ្នាស្ថានភាពជីវិតក៏ផ្សេងគ្នាដែរចំណុចសំខាន់គឺអ្នកត្រូវបន្តដំណើរទៅមុខដោយប្រើប្រាស់នៅអ្វីដែលអ្នកមានសេសសល់ដើម្បីសាងអនាគតថ្មីនៅរស់យ៉ាងហោចណាស់អ្នកនៅសល់ថ្ងៃនេះនិងថ្ងៃស្អែកដើម្បីបំពេញកិច្ចការងារបន្តទៀតរឿងរ៉ាវទាំងឡាយពីម្សិលមិញបានរសាត់បាត់ទៅហើយត្រៀមកាយត្រៀមចិត្តទទួលរឿងថ្មីរឿងល្អក៏ទទួលរឿងមិនល្អក៏ត្រូវតែទទួលដោះស្រាយព្រោះវាជាធម្មជាតិនៃជីវិតត្រូវតែជួបរឿងអីចឹងឯងភ្លើងនៅខ្ញុំក្តៅខ្ញុំភ្លើងនៅអ្នកក្តៅអ្នកគំនុំគុំគួនច្រណែនឈ្នានេះអាស្រ័យនៅចិត្តអ្នកណាតែងដុតចិត្តអ្នកនោះឲ្យក្តៅក្រហាយរៀនពន្លត់ភ្លើងកំហឹងទើបបានត្រជាក់ចិត្តរៀនចែករំលែកទានតាមធនធានរៀនប្រើពាក្យសម្ដីដោយចិត្តមេត្តារៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខរៀនអត់ឱនទោសកំហុសទាំងឡាយរៀនផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2រៀនទទួលខុសផងទទួលត្រូវផងរៀនត្រេកអរពេលគេបានសុខរៀនទទួលស្គាល់ថាជីវិតគឺអញ្ចឹងឯងមានទាំងសុខមានទាំងទុក្ខការឈឺចាប់បំណែកនៃការឈឺចាប់ទាំងឡាយអាចប្រែក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កែច្នៃជីវិតអ្នកឲ្យបានប្រសើរទៅថ្ងៃមុខបែកគឺបែកហើយទោះបីអ្នកយំក៏វាបានបែករួចទៅហើយត្រូវសួរខ្លួនឯងថាតើអាត្មាអញអាចច្នៃបំណែកនោះបានជាប្រយោជន៍អ្វីខ្លះញាតិក្នុងសង្សារវដ្តគ្រប់គ្នាសុទ្ធតែចង់បានសុខប្រាថ្នាឲ្យរួចផុតពីទុក្ខរៀនផ្ដល់សេចក្តីស្រឡាញ់ដល់មនុស្សសត្វទាំងឡាយកាត់បន្ថយការខឹងក្រោធការចងពៀវេរានឹងគ្នាក្នុងដំណើរវិលវល់នៃសង្សារវដ្តនេះយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាកម្មចាស់កម្មថ្មីកម្មមិនល្អនាំឲ្យអ្នកជួបរឿងមិនល្អអ្នកមិនអាចបកក្រោយទៅលុបកម្មចាស់បានទេតែអ្នកអាចសាងកម្មល្អថ្មីដែលនាំឲ្យបានលទ្ធផលក៏ថ្មីដែរភាពមួម៉ងភាពសោកសៅមួម៉ងទាំងឡាយមិនមែនជាមិត្តរបស់អ្នកទេព្យាយាមឈានដើរទៅមុខគិតរឿងថ្មីនិយាយរឿងថ្មីប្រកបកិច្ចការងារដោយស្មារតីស្វាហាប់អ្នកនឹងបានរួចផុតពីភាពអន្តការនៃអតីតកាលភ្លើងច្រណែន
ការចរណែនជាភ្លើងដុតកំឡោចចិត្តអ្នកឲ្យស្វិតស្រពោនចិត្តចរណែនជាសត្រូវមិនមែនជាមិត្តអ្នកទេបុណ្យគេទើបគេបានកុំចរណែនអីវេទនាប្រែថាការសោយអារម្មណ៍អាចជាសុខអាចជាទុក្ខកុំផ្ញើសេចក្តីសុខនៅនឹងអ្នកដទៃឬរឿងខាងក្រៅទាំងស្រុងពេករឿងរ៉ាវឡើងចុះតាមដំណើររបស់វាដូចទឹករលកក្នុងសមុទ្រដូច្នោះឯងបង្ខំឲ្យវានៅស្ងៀមមិនបានទេរៀនទទួលយករឿងល្អរៀនដោះស្រាយរឿងមិនល្អហើយទៅមុខទៀតជីវិតគឺអញ្ចឹងឯងទ្រាំទៅពូជមានពូជក្រទំនុកបំរុងមេដាបិតាចែកទានដល់អ្នកខ្វះខាតថ្វាយទានដល់ព្រះសង្ឃអ្នកបានបុណ្យផងបានការស្រឡាញ់រាប់អានផងសន្សំពូជរកស៊ីធូផងមនុស្សកំណាញ់មនុស្សចិត្តចង្អៀតរកស៊ីតឹងក្រញៀតទៅណាមកណាគេមិនសូវចូលចិត្តទេមនុស្សចិត្តចង្អៀតសម្បូរណាស់មនុស្សចិត្តចង្អៀតមនុស្សមានតែអញទេល្អមនុស្សពូកែទឹះមនុស្សខ្វះមេត្តាចិត្តមើលឃើញគេតែផ្នែកខាងអាក្រក់មនុស្សប្រភេទនេះរស់នៅមិនសុខទេព្រោះក្តៅក្រហាយរាល់ថ្ងៃហើយមានពៀវេរាវែងឆ្ងាយទៀតផងមនុស្សអត់ហេតុផលអ្នកខ្លះអត់ហេតុផលទេនិយាយយកតែឈ្នះមិនចេះស្ដាប់អ្នកណាឡើយទោះបីអ្នកខំពន្យល់យ៉ាងណាក៏គេមិនព្រមយល់ដែរអ្នកគ្មានហេតុផលអីនឹងត្រូវនិយាយទៀតទេតែអ្នកត្រូវរក្សាការប្រព្រឹត្តរបស់ខ្លួនឲ្យបានល្អធ្វើជាមនុស្សរឹងប៉ឹងកំណត់ដឹងថាគាត់នឹងតែចឹងឯងជជែកចង់ឈ្នះបើជជែកវែកញែកដើម្បីការរីចម្រើនជជែកចុះតែបើគ្រាន់តែចង់ឈ្នះហើយបង្កចំនួនគ្មានហេតុផលអីនឹងត្រូវដុតខ្លួនឯងដោយភ្លើងកំហឹងនោះទេបើគេក្តៅឲ្យគេក្តៅតែឯងទៅចុះកុំអោបភ្លើងក្នុងចិត្តអ្នកអីកើតហើយរលត់ទៅវិញរឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញមិនទៀងទាត់ទេមិននៅជាអមតៈឡើយតែបើអ្នកនឹកនាវាញឹកញាប់ពេកវានឹងមករកអ្នកវិញរឿយតែអ្នកអាចរំលឹកដល់អំពើល្អបុណ្យកុសលដែលអ្នកបានធ្វើការនឹកនោះជួយអ្នកឲ្យបានរីករាយសារជាថ្មីតម្លៃនៃការងារបង្ហាញពីចរិតមនុស្សការងារបានដល់កម្មជាអ្នកឲ្យតម្លៃអ្នកទទួលយកវាទៅធ្វើបើកាន់ការងារណាហើយត្រូវប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមផលល្អនឹងបានត្រឡប់តបស្នងមកវិញប្រណាំងប្រជែងការប្រណាំងប្រជែងការចង់ចាញ់ចង់ឈ្នះជាហេតុនាំឲ្យខ្វល់ចិត្តអ្នកនៅតែប្រឹងប្រែងអ្នកនៅតែតស៊ូយកឈ្នះអកុសលក្នុងចិត្តអ្នក
ឈ្នះនៅភាពខ្ជិលច្រអូសឈ្នះនៅចិត្តកំណាញ់ចិត្តច្រណែនជាដើមនោះទើបជាការឈ្នះដ៏ប្រសើររលឹកត្រូវភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់ទៅបន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងតាមការផ្លាស់ប្ដូររបៀបគិតរបស់អ្នកកម្មមិនភ្លេចអ្នកសាងអំពើដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីនឹងផ្ដល់ផលត្រឡប់មកអ្នកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះអ្នកខ្លះអាចរត់គេចពីសំណាញ់ច្បាប់នៅពេលបច្ចុប្បន្នបានតែអ្នកមិនអាចរត់គេចពីសំណាញ់កម្មបានទេចូលព្យាយាមសាងតែអំពើល្អពូជល្អនិងនាំផលល្អមកឲ្យជួយសម្រាលទុក្ខគ្នាម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបង្កើតសេចក្តីទុក្ខដល់អ្នកដទៃឡើយគួរប្រើកាយវាចាចិត្តអ្នកជួយសម្រាលទុក្ខសពសត្វដែលអ្នកបានជួបយើងគ្រប់គ្នាជាអ្នករួមទុក្ខក្នុងវាលវដ្តសង្សារជាមួយគ្នាក្តីសង្ឃឹមនឹងការពិតបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនស្សច្រើនមិនខានរឿងរ៉ាវខាងក្រៅអ្នកមិនអាចបង្គាប់បញ្ជាវាបានទាំងស្រុងទេរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អពូជណាផ្លែនឹងដាំគ្រាប់ពូជត្រូវការពេលទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ទីណាក៏ដោយដូរគំនិតដូរវាសនាអភិវឌ្ឍខ្លួនអ្នកពីកាយវាចាចិត្តមិនល្អទៅជាកាយវិការសមរម្យសម្ដីសម្ដៅពិរោះពិសាចិត្តគំនិតនឹងថឹងអ្នកคล้ายជាមនុស្សមានតម្លៃមានប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងជោគវាសនាអ្នកទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផង99%មនុស្សមិនល្អ 100% ទេរៀនមើលចំណុចល្អគេខ្លះរៀនឲ្យតម្លៃគេរៀនលើកទឹកចិត្តគ្នាទើបរស់នៅជាមួយគ្នាបានសុខអ្នកនៅតែជួយណែនាំបើមានខុសឆ្គងតែត្រូវធ្វើដោយមេត្តានិងបញ្ញាធម្មជាតិប្រែប្រួលអ្វីតែងប្រែប្រួលតាមដំណើរនៃធម្មជាតិមិនអាចបង្គាប់បញ្ជាបានទេសុខទុក្ខក៏ប្រែប្រួលកាយចិត្តអ្នកក៏ប្រែប្រួលរៀនរស់នៅតាមដំណើរនៃការប្រែប្រួលទើបមិនសោកសៅឆ្លើយតប
ការឆ្លើយតបដោយភាពនឹងថឹងបង្ហាញពីភាពចាស់ទុំផ្នែកចិត្តគំនិតកំហឹងធ្វើឲ្យចិត្តញ័រមាត់ក៏ញ័រសម្រាប់ចិត្តមិនសូវបានល្អហើយច្រើនតែនាំឲ្យមានវិប្បដិសារៈជាខាងក្រោយសុខទុក្ខសុខនិងទុក្ខភាគច្រើនអាស្រ័យលើរបៀបគិតអ្នកបើអ្នកគិតថាគេធ្វើអាក្រក់ដាក់អ្នកគេស្អប់អ្នកគេនិយាយមិនល្អពីអ្នកនឹងមិនបានសុខក្នុងចិត្តទេចូលព្យាយាមស្ដាប់ធម៌ចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលបញ្ញាជួយអ្នកឲ្យគិតត្រូវមិនសូវមានទុក្ខឡើយហេតុនៃសេចក្តីទុក្ខការជាប់ជំពាក់ហួងហែងវក់ចិត្តជាប់នឹងអ្វីមួយជាមនុស្សក្តីជាសត្វក្តីជាសម្ភារៈក្តីជាមូលហេតុនៃសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយក្នុងចិត្តហួងហែងថែរក្សាខ្លាចបាត់បង់ហើយពេលបាត់បង់ក៏កើតទុក្ខទូមនោះសោកសៅបើចង់ស្រាលពីសេចក្តីទុក្ខត្រូវកាត់បន្ថយការជាប់ជំពាក់ហួងហែងខួរក្បាលប្រើប្រាស់ខួរក្បាលអ្នកជាឃ្លាំងសម្រាប់ផ្ទុកធាតុល្អទាំងឡាយសម្ដៅដល់កុសលធម៌ព្យាយាមសន្សំកាយវាចាចិត្តល្អរឿយអ្នកនឹងបានចម្រើនដោយភាពត្រជាក់ត្រជុំកម្មជាអ្នកចាត់ចែងពាក្យថារីករាយពេលគេបានជោគជ័យស្រួលនិយាយតែពិបាកធ្វើព្រោះចិត្តនៅចំណែនច្រើនបញ្ញាយល់ឃើញច្បាស់ថាកម្មល្អនាំឲ្យបានផលល្អកម្មអាក្រក់នាំឲ្យបានផលអាក្រក់កម្លាំងនៃបញ្ញាជួយកាត់បន្ថយចិត្តចំណែនហើយមិននាំទុក្ខមកក្នុងចិត្តឡើយដាំចិត្តស្រឡាញ់សាបព្រោះសេចក្តីស្រឡាញ់ដោយមិនប្រាថ្នាការតបស្នងអ្នកនឹងបានចម្រើនដោយសេចក្តីសុខស្ងប់ភាពត្រជាក់ត្រជុំធ្វើល្អហើយបើគេដឹងជាបុណ្យរបស់គេបើគេមិនដឹងយើងបានធ្វើល្អរួចហើយព្រមតាមសមត្ថភាពអ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើទេខិតខំប្រឹងប្រែងធ្វើអ្វីដែលអ្នកអាចធ្វើបានហើយត្រូវចេះទទួលស្គាល់ថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំហើយព្យាយាមខុសទំនងការព្យាយាមខុសទំនងមិននាំមកនៅប្រយោជន៍ពិតប្រាកដទេការព្យាយាមប្រកបដោយបញ្ញាទើបបានផលគបប្រសើរប្រាជ្ញាទុកដូចជាភ្នែកវិរិយៈការព្យាយាមទុកដូចជាជើងដើរថ្ងៃហេងថ្ងៃសូយថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិវាមិនល្អមិនអាក្រក់ទេបើចិត្តល្អចិត្តជ្រះថ្លាក៏សន្មត់ថាជាថ្ងៃមង្គលទៅបើចិត្តអ្នកអាក្រក់មួម៉ៅក៏សន្មត់ថាជាថ្ងៃអពមង្គលទៅអាក្រក់ឬល្អអាស្រ័យនៅនឹងចិត្តអ្នកបង្គាប់បញ្ជាមិនបាន
អ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវខាងក្រៅបានទាំងស្រុងទេបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងគួរហាត់ពត់លត់ដំចិត្តត្រៀមខ្លួនទទួលរឿងទាំងឡាយនោះដោយស្មារតីកំណត់ដឹងថាខ្សែជីវិតមានឡើងមានចុះតាមកម្លាំងកម្មរៀងៗខ្លួនរឿងរ៉ាវអាក្រក់ដំបៅជំងឺទឹកនោមផ្អែមគេសុកចិត្តកាត់ចេញដើម្បីកុំឲ្យវារាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយអ្នកក៏គួរកាត់ចេញនៅរឿងរ៉ាវអាក្រក់តែតាមលងបន្លាចចិត្តអ្នកដើម្បីកុំឲ្យវាប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃជីវិតអ្នកជួយព្យាបាលវិបត្តិផ្លូវចិត្តខ្លួនអ្នកអាចជាគ្រូពេទ្យសង្គ្រោះអ្នកមានវិបត្តិផ្លូវចិត្តបានដោយគ្រាន់តែធ្វើជាមិត្តភក្តិល្អស្វែងយល់ពីការលំបាករបស់គាត់ជួយរក្សាអាថ៌កំបាំងរបស់គាត់ផ្ដល់ក្តីស្រឡាញ់ដោយឥតលាក់លៀមនិងផ្ដល់កម្លាំងចិត្តដល់គាត់គ្រប់គ្នាសុទ្ធតែមានទុក្ខគួរមានចិត្តករុណាជួយសង្គ្រោះគ្នាដោយសុទ្ធចិត្តអ្នកឈ្មោះថាបានធ្វើមហាបុណ្យដ៏ធំក្រៃលែងចំណុចចាប់ផ្ដើមផ្សេងគ្នាម្នាក់ឆ្លងកាត់រឿងរ៉ាវផ្សេងគ្នាស្ថានភាពជីវិតក៏ផ្សេងគ្នាដែរចំណុចសំខាន់គឺអ្នកត្រូវបន្តដំណើរទៅមុខដោយប្រើប្រាស់នៅអ្វីដែលអ្នកមានសេសសល់ដើម្បីសាងអនាគតថ្មីនៅរស់យ៉ាងហោចណាស់អ្នកនៅសល់ថ្ងៃនេះនិងថ្ងៃស្អែកដើម្បីបំពេញកិច្ចការងារបន្តទៀតរឿងរ៉ាវទាំងឡាយពីម្សិលមិញបានរសាត់បាត់ទៅហើយត្រៀមកាយត្រៀមចិត្តទទួលរឿងថ្មីរឿងល្អក៏ទទួលរឿងមិនល្អក៏ត្រូវតែទទួលដោះស្រាយព្រោះវាជាធម្មជាតិនៃជីវិតត្រូវតែជួបរឿងអីចឹងឯងភ្លើងនៅខ្ញុំក្តៅខ្ញុំភ្លើងនៅអ្នកក្តៅអ្នកគំនុំគុំគួនច្រណែនឈ្នានេះអាស្រ័យនៅចិត្តអ្នកណាតែងដុតចិត្តអ្នកនោះឲ្យក្តៅក្រហាយរៀនពន្លត់ភ្លើងកំហឹងទើបបានត្រជាក់ចិត្តរៀនចែករំលែកទានតាមធនធានរៀនប្រើពាក្យសម្ដីដោយចិត្តមេត្តារៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខរៀនអត់ឱនទោសកំហុសទាំងឡាយរៀនផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2រៀនទទួលខុសផងទទួលត្រូវផងរៀនត្រេកអរពេលគេបានសុខរៀនទទួលស្គាល់ថាជីវិតគឺអញ្ចឹងឯងមានទាំងសុខមានទាំងទុក្ខការឈឺចាប់បំណែកនៃការឈឺចាប់ទាំងឡាយអាចប្រែក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កែច្នៃជីវិតអ្នកឲ្យបានប្រសើរទៅថ្ងៃមុខបែកគឺបែកហើយទោះបីអ្នកយំក៏វាបានបែករួចទៅហើយត្រូវសួរខ្លួនឯងថា
តើអាត្មាអញអាចច្នៃបំណែកនោះបានជាប្រយោជន៍អ្វីខ្លះញាតិក្នុងសង្សារវដ្តគ្រប់គ្នាសុទ្ធតែចង់បានសុខប្រាថ្នាឲ្យរួចផុតពីទុក្ខរៀនផ្ដល់សេចក្តីស្រឡាញ់ដល់មនុស្សសត្វទាំងឡាយកាត់បន្ថយការខឹងក្រោធការចងពៀវរានឹងគ្នាក្នុងដំណើរវិលវល់នៃសង្សារវដ្តនេះយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាកម្មចាស់កម្មថ្មីកម្មមិនល្អនាំឲ្យអ្នកជួបរឿងមិនល្អអ្នកមិនអាចបកក្រោយទៅលុបកម្មចាស់បានទេតែអ្នកអាចសាងកម្មល្អថ្មីដែលនាំឲ្យបានលទ្ធផលក៏ថ្មីដែរភាពមួម៉ងភាពសោកសៅមួម៉ងទាំងឡាយមិនមែនជាមិត្តរបស់អ្នកទេព្យាយាមឈានដើរទៅមុខគិតរឿងថ្មីនិយាយរឿងថ្មីប្រកបកិច្ចការងារដោយស្មារតីស្វាហាប់អ្នកនឹងបានរួចផុតពីភាពអន្តការនៃអតីតកាលភ្លើងច្រណែនការច្រណែនជាភ្លើងដុតកម្លោចចិត្តអ្នកឲ្យស្វិតស្រពោនចិត្តច្រណែនជាសត្រូវមិនមែនជាមិត្តអ្នកទេបុណ្យគេទើបគេបានកុំច្រណែនអីវេទនាវេទនាប្រែថាការសោយអារម្មណ៍អាចជាសុខអាចជាទុក្ខឬជាឧបេក្ខាវេទនាតែងផ្លាស់ប្ដូរពីមួយទៅមួយមិនថិតថេរទេរៀនកំណត់ដឹងថាវាកើតហើយវារលត់ទៅវិញវាកើតហើយវារលត់ទៅវិញកុំអោបក្រសោបវាអីអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរធម្មជាតិរបស់វាវិលវល់សេចក្តីទុក្ខរមែងមានដល់អ្នកដែលវិលវល់នឹងរឿងអតីតហើយព្រួយបារម្ភហួសហេតុចំពោះរឿងអនាគតនិងប្រកាន់ស្អិតចំពោះរឿងបច្ចុប្បន្នរឿងទាំងឡាយបានដល់អារម្មណ៍ទាំងឡាយកើតហើយរលត់ទៅវិញមិននៅយូរអង្វែងទេតែបើអ្នកមិនព្រមលែងវាទេវានឹងដក់ជាប់នៅក្នុងចិត្តអ្នកហើយវាធ្វើឲ្យចិត្តអ្នកកាន់តែធ្ងន់ទៅមិនខានផ្កាឈូកផ្កាឈូកមានពណ៌ស្រស់ស្អាតតែមានឫសគល់ដុះចេញពីបឹងភក់បើអ្នកបានខ្ពង់ខ្ពស់សូមកុំភ្លេចអ្នកដែលបានជួយជ្រោមជ្រែងអ្នកកតញ្ញូតាធម៌ជាគុណធម៌ធ្វើឲ្យអ្នកកាន់តែចម្រុងចម្រើនឡើងរីឯការរមិលគុណនឹងបិទទ្វារនៃសេចក្តីចម្រើនទៅមុខវាសនាខុសគ្នាយើងមិនដូចគេក៏មិនដូចយើងដែរម្នាក់មានជោគវាសនាផ្សេងគ្នាសំពីបនខុសគ្នារីករាយនឹងអ្វីដែលអ្នកមានហើយបើគេបានល្អជាងត្រេកអរនឹងបនគេទៅព្រោះជាផលបុណ្យដែលគេបានធ្វើទុកមកហើយប្រើប្រាស់ពេលវេលាសូមចំណាយពេលវេលាដែលនៅសេសសល់ធ្វើកិច្ចការងារជាប្រយោជន៍សាងអំពើល្អរៀនសូត្រចម្រើនចំណេះវិជ្ជាស្ដាប់ធម៌ចម្រើនបញ្ញា
គ្រាន់បានជាទីពឹងផ្លូវចិត្តរបស់អ្នកពេលវេលានៃជីវិតមានតម្លៃណាស់កុំបណ្ដោយឲ្យចិត្តបាបចិត្តអកុសលយកជីវិតអ្នកទៅប្រើប្រាស់ឡើយពុកម៉ែអាយុកាន់តែច្រើននិយាយក៏កាន់តែច្រើនដែរចិត្តច្រើនខឹងក៏ច្រើនតែម៉ែនៅតែជាម៉ែដ៏ល្អរបស់កូនពេលកូននៅតូចកូននិយាយច្រើនប៉ុណ្ណាក៏ម៉ែមិនធុញទ្រាន់មានតែសប្បាយចិត្តឃើញកូនចេះនិយាយចូលចំណាយពេលមើលថែឪពុកម្ដាយអ្នកឲ្យបានល្អនៅនាជីវិតចុងក្រោយរបស់ពួកគាត់វាយតម្លៃគេអ្នកមិនដឹងរឿងគេទាំងស្រុងទេកុំប្រញាប់ធ្វើការសន្និដ្ឋានវាយតម្លៃលឿនពេកបើអ្នកលើកមកនិយាយក៏ទម្លាប់និយាយដោយចិត្តមេត្តាកុំវាយប្រហារបង្កាច់បង្ខូចដោយកំហឹងឡើយព្រោះវាជាបាបផងហើយមានពីវេរាទៀតទុករៀងខ្លួនគេមានទុកដោយគេយើងមានទុកដោយយើងម្នាក់មានរឿងត្រូវដោះស្រាយរៀងខ្លួនគ្រាន់តែយើងមិនដឹងរឿងគេខំសន្សំបន់រឿយបន់នាំមកនៅសេចក្តីសុខបង្គាប់បញ្ជាមិនបានបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនស្សច្រើនមិនខានរឿងរ៉ាវខាងក្រៅមិនអាចបង្គាប់បញ្ជាបានទាំងស្រុងឡើយរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អរកស៊ីធូររកស៊ីតឹងរកទ្រព្យចិញ្ចឹមគ្រួសារប្រពន្ធកូនតែកុំភ្លេចមើលថែពុកម៉ែផងឧស្សាហ៍អឺតឈ្ងោកគាត់ហើយមើលថែគាត់ឲ្យបានត្រឹមត្រូវម្យ៉ាងទៀតចេះចែករំលែកទានខ្លះកុំកំណាញ់ពេករកស៊ីមិនឡើងទេបើទៅកើតជាតិណាក្រទ្រព្យសម្បត្តិមិនអាចបកក្រោយអ្នកមិនអាចបកក្រោយទៅកែអតីតកាលបានទេអ្នកអាចយកវាជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានល្អប្រសើរនាថ្ងៃអនាគតតែសូមកុំចងខ្លួនអ្នកទុកក្នុងគុកអតីតកាលអីកុំឧស្សាហ៍យកភ្លើងអតីតកាលមកដុតរួលចិត្តអ្នកឡើយម៉ែក្រម៉ែមិនអាចផ្ដល់អ្វីគ្រប់យ៉ាងតាមកូនចង់បានទេតែម៉ែបានលះបង់អ្វីគ្រប់យ៉ាងដែលម៉ែមានដើម្បីសេចក្តីសុខរបស់កូនម៉ែជាទូទៅម៉ែមិនល្អ 100% ទេតែម៉ែបានផ្ដល់សេចក្តីស្រឡាញ់ 100% ឲ្យកូនគ្រប់រូបពេលណាកម្មឲ្យផលដាំគ្រាប់ពូជត្រូវការពេលសមគួរទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ណាក៏ដោយពីវេរា
ការចងគំនុំគុំគួនជេរទៅជេរមកជាការបន្តនៅពីវេរាវែងឆ្ងាយការបៀតបៀនជីវិតគេកឹបកេងទ្រព្យគេលួចប្រពន្ធកូនគេកុហកបោកប្រាស់គេជាពីវេរាវែងឆ្ងាយក្នុងសង្សារវដ្តព្យាយាមលះបង់នៅអកុសលទាំងឡាយចម្រើនចិត្តបុណ្យប្រាថ្នាឲ្យរួចផុតពីពីវេរាទាំងឡាយភ្លើងច្រណែនជាភ្លើងដុតចិត្តអ្នកឲ្យជ្រួលច្របល់ក្រហល់ក្រហាយមិនសប្បាយចិត្តនឹងលៀបយួររបស់អ្នកដទៃទេវាកើតឡើងដោយចិត្តអវិជ្ជាមិនយល់ពីផលនៃកម្មដែលបុគ្គលម្នាក់បានសាងមកខុសគ្នាច្រណែននាំឲ្យមានពីវេរាកើតជាតិណាច្រើនមានគេស្អប់ទុកច្រើនបើអ្នកជាប់ជំពាក់ច្រើនហួងហែងច្រើនអ្នកនឹងខ្វល់ចិត្តច្រើនមិនខានរៀនស្វែងយល់ពីដំណើរនៃហេតុផលអ្វីទាំងឡាយកើតឡើងព្រោះហេតុពេលណាអស់ហេតុក៏រលត់ទៅរៀនលះបង់ការជាប់ជំពាក់ច្រើនអ្នកនឹងបានធូរស្បើយពីសេចក្តីទុក្ខបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាព្រាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញោមមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀត
ដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទុំម្នាស់ទុំម្នេញអីពេកដែរមានបញ្ញាយល់ថាជីវិតតែងមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាធកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅមួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុកថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខ